អ្វីដែលខ្ញុំចង់សៀទៅកាន់អ្នកទាំងអស់គ្នានៅពេលដែលមនុស្សម្នាក់មិនថាស្រីមិនថាប្រុសទេនៅពេលដែលគាត់អស់អារម្មណ៍ឬក៏គាត់ដកចិត្តពីយើងរួចហើយការ detail ការលម្អិតឲ្យយើងគឺគាត់អត់មានទេគាត់ no time បដអត់មានពេលលម្អិតអត់មានពេល detail ឲ្យយើងទេព្រោះវាអស់តម្លៃក្នុងការដែលយើងលម្អិតឧទាហរណ៍ថាមនុស្សដែលកំពុងស្រឡាញ់សួរទៅកាន់មនុស្សដែលអស់ចិត្តអញ្ចឹងមនុស្សដែលអស់ចិត្តគាត់ដូចជាអត់មានពេលដែលត្រូវមក detail ឲ្យយើងទេគឺ no មកគាត់ថាអត់មានពេលត្រូវបកស្រាយហើយក៏មិនចូលចិត្តបកស្រាយឡាសហ្នឹងដោយសារតែខ្ញុំឃើញload ដំបូងបង្អស់គឺ load notification ខ្ញុំឃើញគាត់ដាក់តាំងរូបជាមួយបរិសម្នាក់នៅក្នុងទូរស័ព្ទរបស់គាត់ចឹងហើយពេលនេះខ្ញុំក៏សួរគាត់ថាអ្នកណាគេចឹងទៅហើយគាត់ក៏ឆ្លើយថាមិនក៏ខ្ញុំអត់ដឹងថាខ្ញុំតាំងរូបនឹងចម្លើយរបស់គាត់អញ្ចឹងខ្ញុំក៏ open mind ខ្ញុំអត់អីទេអញ្ចឹងណាបានយើងក៏ open mind បន្តទៀតខ្ញុំគិតថាមនុស្សដែលយើងស្រឡាញ់ខ្ញុំមិនគួរដេញដោលទេអូខេគាត់ថាចុងក្រោយរបស់គាត់ដែលគាត់និយាយពាក្យហ្នឹងគាត់ថាពួកយើងអត់ត្រូវគ្នាទេពួកយើងមិនចោះគ្នាចូលមិនចោះគ្នាទេពួកយើងនៅម្ខាងម្នាក់អីចឹងទៅហើយគាត់និយាយថាគាត់អត់មានពេលបកស្រាយទេហើយក៏មិនចូលចិត្តការបកស្រាយដែរអូខេហើយសម្រាប់ខ្ញុំក៏ខ្ញុំ open mind ខ្ញុំគិតថាអូខេខ្ញុំអត់ដឹងថាគាត់ដកចិត្តពីខ្ញុំពីកាលណាខ្ញុំអត់ដឹងទេខ្ញុំខំតែ solo ម្នាក់ឯងឡើង only គឺឆ្លាញ់តែគាត់ម្នាក់អញ្ចឹងណាហើយខ្ញុំចូលចិត្តហៅគាត់ queen my queen អីចឹងណាឬក៏ភាសាខ្មែរយើងថាព្រះនាងអ្វីដែលខ្ញុំចង់សៀទៅកាន់អ្នកទាំងអស់គ្នានៅពេលដែលមនុស្សម្នាក់មិនថាស្រីមិនថាប្រុសទេនៅពេលដែលគាត់អស់អារម្មណ៍ឬក៏គាត់ដកចិត្តពីយើងរួចហើយការ detail ការលម្អិតឲ្យយើងគឺគាត់អត់មានទេគាត់ no time បដអត់មានពេលលម្អិតអត់មានពេល detail ឲ្យយើងទេព្រោះវាអស់តម្លៃក្នុងការដែលយើងលម្អិតឧទាហរណ៍ថាមនុស្សដែលកំពុងស្រឡាញ់សួរទៅកាន់មនុស្សដែលអស់ចិត្តអញ្ចឹងមនុស្សដែលអស់ចិត្តគាត់ដូចជាអត់មានពេលដែលត្រូវមក detail ឲ្យយើងទេគឺ no មកគាត់ថាអត់មានពេលត្រូវបកស្រាយហើយក៏មិនចូលចិត្តបកស្រាយប៉ុន្តែខ្ញុំជឿលើរឿងមួយថាបើសិនជាមនុស្សម្នាក់នឹងនៅស្រឡាញ់យើងណាពេលបកស្រាយគឺមានពេលលម្អិតគឺមានអូយបងអើយខ្ញុំសុំទោសចេះអីចឹងទៅប៉ុន្តែដោយសារតែគាត់ទៅបាត់ហើយយើងវាអត់ដឹងថាគាត់ទៅបាត់ពីកាលណាយើងវាអត់ដឹងហើយគាត់ក៏មិនបានប្រាប់ដល់ពេលអញ្ចឹងយើងតែម្នាក់ឯងនឹងចង់លេលើអស់ហើយអូខេវីដេអូនេះក៏បើគាត់បានស្ដាប់ក៏ខ្ញុំអត់បន្ទោសគាត់ទេអ្វីដែលគាត់បានធ្វើហើយក៏គាត់ក៏មិនបន្ទោសខ្ញុំដែរពេលខ្លះខ្ញុំខុសដែរគេឈប់ស្រឡាញ់យូរណាស់ហើយមកសួរនាំអីច្រើនតែប៉ែតចុំយៈវាអាចអញ្ចឹងនេះជាវីដេអូចុងក្រោយរបស់ខ្ញុំហើយអរគុណបងប្អូនទាំងគ្នាសម្រាប់ធ្វើការតាមដានរឿងរ៉ាវស្នេហា private love របស់ខ្ញុំ Thank you